ខ្សែភាពយន្តនេះចាប់ផ្ដើមដោយរថយន្តក្រុងពីរគ្រឿងដែលបើកបរស្របគ្នានៅលើផ្លូវដែលពោពេញទៅដោយសិស្សដែលកំពុងធ្វើដំណើរគ្រប់គ្នាសប្បាយរីករាយសើសប្បាយវាយគ្នានឹងខ្នើយអាកាសធាតុមានពន្លឺថ្ងៃនិងស្ងប់ស្ងាត់ក្នុងចំណោមពួកគេមានក្មេងស្រីម្នាក់ឈ្មោះ Mitsuko ដែលសរសេរកំណាព្យយ៉ាងស្ងៀមស្ងាត់ក្នុងសៀវភៅកត់ត្រារបស់នាងក្មេងស្រីពីរនាក់ដែលអង្គុយក្បែរនោះបានចំអកឲ្យនាងសម្រាប់ការសរសេរជាជាងលេខដូចអ្នកដទៃពួកគេបានឆក់យកសៀវភៅកត់ត្រាពីនាងហើយប៊ិចរបស់នាងធ្លាក់ទៅលើឥដ្ឋ Mitsuko អោនចុះដើម្បីយកវាឡើងនៅពេលនោះស្រាប់តែមានខ្យល់ព្យុះបោកបក់មកលើរថយន្តក្រុងតែម្ដងខ្យល់ព្យុះបានបំបែកឡានក្រុងទាំងពីរជាពាក់កណ្ដាលហើយវាក៏ហាក់ដូចជាបំបែកសើថងដែររាងកាយនិងចិត្តដាច់ពីគ្នា Mitsuko គឺជាអ្នកនៅរស់រានមានជីវិតតែម្នាក់គត់ដោយសារតែនាងត្រូវបានបបចុះពេលក្រោកឈរមើលនាងឃើញដំបូលខ្ញារហែកនិងមិត្តរួមថ្នាក់របស់នាងត្រូវកាត់ជាពាក់កណ្ដាលនាងកក់ក្នុងភាពភ័យរន្ធត់នៅពេលឃើញមួយសន្ទុះក្រោយមកខ្យល់កន្ត្រាក់មួយទៀតបានបក់មករកនាងប៉ុន្តែលើកនេះនាងដឹងថាវាមកដល់ក្រាបយ៉ាងលឿនហើយរស់ជីវិតជាថ្មីម្ដងទៀតខ្យល់ព្យុះបានបំផ្លាញបង្គោលអគ្គិសនីនិងខ្សែកាបហើយនៅពេលដែលរថយន្តក្រុងឈប់ Mitsuko បានឡើងចុះហើយរត់ទៅតាមផ្លូវមិនយូរប៉ុណ្ណានាងបានឃើញឡានក្រុងមួយទៀតសាកសពសិស្សរបស់វានៅរាយប៉ាយនៅលើដីបែកក្បាលនិងប្រឡាក់ឈាមស្រែកយំ Mitsuko បន្តរត់ភ័យស្លន់ស្រាវនឹងស្រងាយចិត្តនៅពេលព្យុះកាន់តែខិតមកជិតម្ដងទៀតខាងមុខគេប្រទះឃើញក្មេងស្រី4នាក់ដើរតាមផ្លូវនាងចាប់បានមួយពួកគេបានទាញនាងទៅដីដោយព្យុះបានបោកបក់មកចម្លែក3នាក់ទៀតត្រូវបានគេសម្លាប់ភ្លាម Mitsuko បានជួយសង្គ្រោះខ្លួននឹងក្មេងស្រីម្នាក់នោះប៉ុន្តែមួយសន្ទុះក្រោយមកក្មេងស្រីនោះបានស្លាប់ខណៈពេលដែលព្យាយាមជួយក្មេងប្រុសពីរ3នាក់ដែលជិះកង់ត្រូវខ្យល់គោ Mitsuko នៅម្នាក់ឯងម្ដងទៀតនាងបានរត់យ៉ាងលឿនតាមដែលអាចធ្វើបានរហូតដល់នាងទៅដល់ទន្លេមួយនៅទីនោះនាងបានឃើញសាកសពកាន់តែច្រើនសិស្សអណ្ដែតក្នុងទឹកនាងបានលាងមុខរបស់នាងនៅក្នុងទន្លេផ្លាស់ប្ដូរទៅជាសម្លៀកបំពាក់ស្អាតជាងជំនួសឲ្យឯកសណ្ឋានប្រឡាក់ឈាមរបស់នាងហើយបន្តដើរតាមផ្លូវដោយគ្មានគោលដៅបន្ទាប់ពីដើរអស់ជាច្រើនម៉ោងនាងបានទៅដល់សាលាក្មេងស្រីអ្វីដែលចម្លែកនោះឯកសណ្ឋានសាលានៅទីនោះមើលទៅពិតជាដូចសម្លៀកបំពាក់ដែលនាងស្លៀកកាន់តែចម្លែកទៅទៀតនោះគ្រប់គ្នាហាក់បីដូចជាដឹង Mitsuko នៅតែស្ថិតក្នុងភាពតក់ស្លុតនៅឡើយដោយមិនបាននិយាយអ្វីអំពីខ្យល់ចម្លែកដែលបានសម្លាប់មនុស្សគ្រប់គ្នាមុននេះទេបន្ទាប់មកអាគីមិត្តរបស់នាងបានបង្ហាញខ្លួនទាំងញញឹមហើយនិយាយថាចូលមកតោះចូលទៅខាងក្នុង Mitsuko មានការភ័ន្តច្រឡំនាងមិនយល់ថានាងនិងអាគីនៅក្នុងសាលាជាមួយគ្នាម្ដងទៀតយ៉ាងម៉េចទេអាគីមើលនាងដោយក្តីបារម្ភហេតុអ្វីបានជាអ្នកញ័រយើងតែងតែជាមិត្តរួមថ្នាក់ Mitsuko ប្រញាប់ប្រញាល់នៅពេលនាងមានអារម្មណ៍ថាមានខ្យល់បក់កាត់ប៉ុន្តែពេលនេះវាគ្រាន់តែជាខ្យល់ធម្មតាគ្មានអ្វីកាត់ឡើងអាគីដកដង្ហើមធំអ្នកកំពុងតែធ្វើការចម្លែកនៅថ្ងៃនេះពួកគេបន្តដើរទៅកាន់ថ្នាក់ខណៈដែល Mitsuko ព្យាយាមធ្វើអារម្មណ៍នៃអ្វីគ្រប់យ៉ាងដែលកំពុងកើតឡើងក្រោយមកខ្យល់អុកមួយទៀតបានឆ្លងកាត់ហើយ Mitsuko ភ័យស្លន់ស្លោម្ដងទៀតដោយភ័យខ្លាចអាគីបានដេញនាងដោយព្យាយាមធ្វើឲ្យនាងស្ងប់ដោយនិយាយថាមិនមានអ្វីត្រូវព្រួយបារម្ភនោះទេទីបំផុត Mitsuko ចាប់ដើមសម្រាកសូម្បីតែគ្រូក៏ធ្វើដោយ Mitsuko ធ្លាប់ជាសិស្សនៅទីនោះដែរពេលនាងនៅម្នាក់ឯងជាមួយអាគីនាងបានសួរថាខ្ញុំពិតជាសិស្សនៅទីនេះមែនទេអាគីឆ្លើយជាការពិតណាស់អ្នកគឺជា Mitsuko ចាប់ដើមគិតថាប្រហែលជាអ្វីយើងបានឃើញព្រឹកនោះគ្រាន់តែជាសុបិនឬការយល់ច្រឡំនាងបានប្រាប់អេគីអំពីខ្យល់ដ៏អាក្រក់ដែលបានសម្លាប់មិត្តរួមថ្នាក់របស់នាងដោយញាប់ញ័រពេលនាងនិយាយអាគីបើកបង្អួយថ្នមហើយនិយាយថាមើលទៅខ្យល់នៅខាងក្រៅគ្រាន់តែជាខ្យល់ធម្មតាវាមិនអាចធ្វើឲ្យអ្នកឈឺបានទេនាងបានប្រាប់ Mitsuko ឲ្យលាតដៃរបស់នាង Mitsuko បានធ្វើហើយនៅពេលដែលនាងមានអារម្មណ៍ថាមានខ្យល់អាកាសស្ងប់ស្ងាត់នាងចាប់ដើមជឿនាងអ្នកទាំងពីរមើលមុខគ្នាហើយសោយដោយភ្ញាក់ផ្អើលដោយដឹងថាស្ថានភាពចម្លែកប៉ុណ្ណាអាគីបាននិយាយយ៉ាងស្រទន់ប្រហែលជាអ្នកបាត់បង់ការចងចាំនោះហើយជាមូលហេតុដែលអ្នកមិនចាំសាលានេះក្រោយមកពួកគេបានជួបមិត្តភ័ក្តិមួយចំនួន
មនុស្សគ្រប់គ្នាសើចនឹងលីនសើចរុំគ្នារំលងថ្នាក់ដែលនៅសល់នៅថ្ងៃនោះពួកគេបានចេញទៅក្រៅក្នុងព្រៃសើចនឹងលីនជុំវិញនោះមីតស៊ូកូបានអារម្មណ៍សប្បាយរីករាយម្លងទៀតផ្ទុយស្រឡះពីការភ័យខ្លាចដែលនាងធ្លាប់មានពីមុនមកនាងបានបញ្ចុះបញ្ចូលខ្លួនឯងថាអ្វីដែលនាងបានឃើញនៅពេលព្រឹកនោះគ្រាន់តែជាសុបិនអាក្រក់ពួកគេបានទៅដល់បឹងមួយដោយដកដង្ហើមធំអាគីបានប្រាប់អ្នកផ្សេងទៀតអំពីសុបិនចម្លែករបស់មីតស៊ូកូអំពីខ្យល់បបោកប៉ុន្តែក្មេងស្រីម្នាក់កូនចំណោមក្មេងស្រីសុបិនបានរំខាននាងនិយាយថាចុះបើវាពិតជាកើតឡើងប្រហែលជាមីតស៊ូកូស្ថិតនៅក្នុងពិភពស្របគ្នាខ្ញុំបានអានថាមានសកលលោកប៉ារ៉ាឡែលជាច្រើនអ្នកផ្សេងទៀតសើចដោយគិតថានាងនិយាយលេងភ្លាមបន្ទាប់មកពួកគេបានរកឃើញខ្នើយមួយនៅលើដីហើយចាប់ផ្ដើមលេងជាមួយវាដែលបោះវាជុំវិញមីតស៊ូកូបានកត់សម្គាល់ឃើញក្មេងស្រីពីរនាក់ដែលឈើកបែរនោះនាងបាំងមើលទៅពួកគេហើយញញឹមប៉ុន្តែភ្លាមនោះពួកគេបាំងបាត់ខ្នានទៅក្នុងខ្យល់ស្ដើងបន្ទាប់មករៀមបាននិយាយទៅមីតស៊ូកូប្រសិនបើអ្នកចង់ផ្លាស់ប្ដូរការពិតអ្នកត្រូវតែធ្វើអ្វីមួយដែលមិននឹកស្មានដល់ដែលខុសពីធម្មតាមីតស៊ូកូបានគិតយ៉ាងស៊ីជម្រៅអំពីពាក្យទាំងនោះក្រោយមកនាងនិងអាគីបានត្រឡប់ទៅសាលាវិញហើយចូលទៅក្នុងថ្នាក់រៀនរបស់ពួកគេមីតស៊ូកូបានកត់សម្គាល់ឃើញខ្នើយមួយទៀតនៅលើឥដ្ឋហើយបានយកវាឡើងហើយតាមរយៈវាលេងសើចលើអាគីប៉ុន្តែភ្លាមនោះគ្រូបង្រៀនបានដកកំភ្លើងយន្តនិងបាញ់ប្រហារទៅលើសិស្សដែលបានសម្លាប់ក្មេងស្រីទាំងអស់ក្នុងថ្នាក់រួមទាំងអាគីផងដែរមីតស៊ូកូគឺជាអ្នករស់រានមានជីវិតតែមួយគត់ជាថ្មីម្ដងទៀតគណៈដែលគ្រូបានចង្អុលកំភ្លើងដាក់នាងដោយនិយាយថាអធិដ្ឋានមុននឹងអ្នកស្លាប់អ្នកដែលបានរំលងសិស្សស្រីថ្នាក់ទី2ស្រាប់តែលេចមុខមកក្រៅពីកន្លែងណាបានជួយមីតស៊ូកូឲ្យរត់គេចខ្លួនជាមួយនាងពួកគេបានឆ្លងកាត់ដល់ថ្នាក់រៀនដែលក្មេងស្រីទាំងអស់នៅខាងក្នុងត្រូវបានគេសម្លាប់ដូច្នេះពួកគេបានលាក់ខ្លួនក្នុងបន្ទប់មួយប៉ុន្តែបន្ទាប់មកមានគ្រូម្នាក់ចូលមកបាញ់សិស្សដែលលើរស់នារីម្នាក់ព្យាយាមវាយតបវិញប៉ុន្តែត្រូវបានគេសម្លាប់ភ្លាមការតស៊ូរបស់នាងបានបញ្ចប់នៅទីនោះរៀមបានចាប់មីតស៊ូកូព្យាយាមជួយនាងរួចប៉ុន្តែរៀមត្រូវបានបាញ់ហើយដួលទៅនឹងដីជាមួយនឹងដង្ហើមចុងក្រោយរបស់នាងបានប្រាប់មីតស៊ូកូរត់ព្យាយាមរត់គេចមុនពេលពួកគេទៅដល់អ្នកមីតស៊ូកូបានរត់រួមគ្នាជាមួយសិស្សមួយចំនួនដែលនៅរូបរៀនមានជីវិតខណៈដែលគ្រូបង្រៀនបានបាញ់មកលើពួកគេតាមបង្អួចថ្នាក់រៀនដោយបានសម្លាប់សិស្សណាម្នាក់ដែលបានរំលងថ្នាក់ពួកគេមិនចង់ឲ្យនារីនៅលាវរត់គេចខ្លួនឡើយក្មេងស្រី5នាក់បានយកវាចេញពីសាលាម្នាក់ក្នុងចំណោមពួកគេបានងាកទៅមីតស៊ូកូហើយនិយាយអ្នកត្រូវតែគិតនឹងធ្វើអ្វីមួយរឿងនេះទាំងមូលស្ថិតនៅក្នុងដៃរបស់អ្នកមីតស៊ូកូមិនយល់ពីអត្ថន័យរបស់នាងទេរំពេចនោះខ្យល់បានត្រឡប់មកម្ដងទៀតហើយបានបោកបក់មកលើពួកគេដោយបានសម្លាប់ក្មេងស្រីទាំងអស់លើកលែងតែមីតស៊ូកូជាថ្មីម្ដងទៀតនាងត្រូវបានទុកចោលតែម្នាក់ឯងខ្យល់បក់បោកបក់នាងឥតឈប់ឈរមីតស៊ូកូរត់ក្នុងចម្ងាយឆ្ងាយលុះដល់នាងទៅដល់ទីក្រុងនាងបានបន្តរត់តាមដងផ្លូវដែលមានមនុស្សច្រើនប៉ុន្តែអ្វីដែលចម្លែកនោះគឺគ្រប់គ្នាដែលនាងបានឃើញគឺជាស្ត្រីនាងបានឈប់នៅពេលនាងឃើញស្លាកសញ្ញារបស់ប៉ូលីសហើយបានរត់ទៅខាងក្នុងដើម្បីសុំជំនួយនៅខាងក្នុងនាងបានជួបប៉ូលីសស្រីម្នាក់មន្ត្រីនោះគិតថាមីតស៊ូកូឈួតព្រោះនាងមិនព្រមនិយាយឬពន្យល់ពីមូលហេតុដែលនាងយំដកដង្ហើមធំនឹងញ័រមីតស៊ូកូព្យាយាមចង្អុលទៅទិសនៃខ្យល់មន្ត្រីនោះមើលនាងយ៉ាងចម្លែកហើយស្រាប់តែហៅនាងដល់ឈ្មោះផ្សេងកាយកូនាងបានសួរហេតុអ្វីបានជាអ្នកពាក់ឯកសណ្ឋានសាលាមីតស៊ូកូបែរមុខទៅកញ្ចក់ហើយភ្ញាក់ផ្អើលការឆ្លុះបញ្ចាំងរបស់នាងមើលទៅទាំងស្រុងខុសគ្នាវាប្រែថាឈ្មោះរបស់មន្ត្រីគឺខេតុំហូហើយនាងពិតជាកេកុកហើយតុំហូញញឹមហើយនិយាយថាអ្នកគួររីករាយណាស់ពិធីមង្គលការរបស់អ្នកគឺនៅប៉ុន្មានម៉ោងទៀតមីតស៊ូកូឬកេកុកឲ្យលឿញមានការផន់ច្រឡំទាំងស្រុងនៅតែតក់ស្លុតមិនអាចគិតឬនិយាយបាននាងក្រាំងតែឲ្យតុំហូធ្វើអ្វីដែលនាងចង់បានតុំហូបានជួយនាងជីឡានដោយនិយាយថាពួកគេនឹងទៅព្រះវិហារសម្រាប់ពិធីមង្គលការរបស់នាងរហូតដល់ចំណុចនេះមីតស៊ូកូបានឆ្លងកាត់បទពិសោធន៍ដ៏ចម្លែកមួយបន្តពីមួយផ្សេងទៀតប៉ុន្តែនេះគឺជាអ្វីដែលចម្លែកបំផុតនៅតាមផ្លូវស្ត្រីនៅតាមដងផ្លូវបានកវីដៃស្វាគមន៍នាងយ៉ាងសប្បាយរីករាយពួកគេទាំងអស់បានចាត់ទុកនាងដូចជាតារាល្បីដោយអបសារតនាងក្នុងពិធីមង្គលការរបស់នាង
ៀនមកដល់ព្រះវិហារភងស្ត្រីជាច្រើនបានឡោមព័ទ្ធនាងដើម្បីជូនពរនាងនិងអបសាទរខាងក្នុងនាងបានឃើញអាគិឈរនៅទីនោះនាងមិនជឿភ្នែកឡើយតែមានអ្វីកើតឡើងមីតស៊ូកូស៊ូដែលភ័យស្លន់ស្លោអាគិខ្សឹបតិចខ្ញុំដឹងពីអ្វីដែលអ្នកកំពុងគិតសូមបន្ថប់សំឡេងរបស់អ្នកស្ងប់ស្ងាត់ខ្ញុំនឹងពន្យល់គ្រប់យ៉ាងនៅពេលក្រោយខាងក្រៅមាននារីផ្សេងទៀតនិយាយដើមថាគួនកំឡោះសង្ហាប៉ុណ្ណាពេលនោះគេយករោបរៀបការឲ្យគេគុកស្លៀកអាគិបានសុំឲ្យក្មេងស្រីទាំងអស់ចេញពីបន្ទប់ដោយនិយាយថាគេគុកនៅតែភ័យនៅពេលដែលពួកគេនៅម្នាក់ឯងអាគិបានហៅនាងតាមឈ្មោះពិតរបស់នាងមីតស៊ូកុកហើយនិយាយថាអ្នកត្រូវតែធ្វើតាមអ្វីដែលខ្ញុំប្រាប់អ្នករក្សាភាពស្ងប់ស្ងាត់កុំភ័យស្លន់ស្លោខ្ញុំមិនអាចបញ្យល់គ្រប់យ៉ាងបានទេនៅពេលនេះប្រតិបានកំពុងតែមើលពួកយើងមីតស៊ូកុទិនចាអាគិទាំងស្រុងហើយឲ្យនាងជួយអាគិបានជួយនាងស្លៀករ៉ូបអាពាហ៍ពិពាហ៍ដោយធ្វើឲ្យប្រកាសថាគ្រប់យ៉ាងមើលទៅល្អឥតខ្ចោះនៅពេលដែលមីតស៊ូកុរួចរាល់ក្មេងស្រីពីរបីនាក់បានចូលមកនាំនាងទៅពិធីប៉ុន្តែភ្លាមនោះអាគិបានវេអត្ថាពួកគេសម្រាប់ពួកគេទាំងអស់នាងចង់បង្រៀនមីតស៊ូកុពីរបៀបប្រយុទ្ធនាងបានហុចដបកែវដែលបាក់ដល់មីតស៊ូកុហើយប្រាប់នាងថាប្រើវាដើម្បីវេប្រហារអ្នកណាដែលធ្វើឲ្យមានអារម្មណ៍ថាมันមានសុវត្ថិភាពមីតស៊ូកុងក់ក្បាលហើយងាកទៅរកអាសនៈដោយកាន់ដបកែវជំនួសឲ្យផ្កាភ្ញៀវក្នុងពិធីមង្គលការស្ត្រីទាំងអស់តែដៃអបសាទរនាងពេលលុបមកដល់ពេលដ៏តក់ស្លុតនៅពីមុខមនុស្សគ្រប់គ្នាឈរមកឈូសជំនួសកូនកំឡោះនៅពេលដែលវាបើកខាងក្នុងគឺជាសាកសពរបស់ប្តីរបស់ខេកូមុខរបស់គាត់គឺដូចជ្រូកភ្លាមនោះភ្ញៀវចាប់ផ្ដើមធ្វើរឿងចម្លែកដោយចំអោនឲ្យមីតស៊ូកុសាយហើយរុញនាងទៅកាន់មឈូសខណៈដែលពួកគេព្យាយាមថោបសាកសពមីតស៊ូកុស្រែកហើយចាក់គាត់នឹងកញ្ចក់រួចបើកអាអ្នកផ្សេងសម្លាប់ស្ត្រីទាំងជុំវិញខ្លួនដែលភ័យស្លន់ស្លោនិងកំហឹងអាគិបានបង្ហាញតួម្ដងទៀតដើម្បីព្យាយាមឲ្យនាងស្ងប់ស្ងាត់ប៉ុន្តែភ្លាមនោះគ្រូពីរនាក់ពីសាលាបានបង្ហាញតួមីតស៊ូកុនិងអាគិបានវាប្រយុទ្ធគ្នាជាមួយនឹងពួកគេហើយបន្ទាប់ពីការប្រយុទ្ធដ៏គ្រឿសក្លាពួកគេអាចកម្ចាត់ពួកគេបានពួកគេរត់ចេញពីព្រះវិហាររត់ចេញទៅទីទលាយអាគិបាននៅពីក្រោយដើម្បីបំហេងរំខានអ្នកគ្រូខណៈដែលមីតស៊ូកុរត់មកបន្ទាប់មកក្មេងស្រីម្នាក់ដែលស្លៀកសម្លៀកបំពាក់កីឡាបានបង្ហាញតួហើយបានឈប់មីតស៊ូកុនាងបានហៅនាងមកវិញឈ្មោះថ្មីមួយទៀតគឺអ៊ីស៊ូមីហើយប្រាប់នាងឲ្យចូលរួមរត់ម៉ារ៉ាតុងមីតស៊ូកុងាកទៅកញ្ចាក់ក្បែរនៅហើយភ្ញាក់ផ្អើលម្ដងទៀតការឆ្លុះបញ្ចាំងរបស់នាងផ្លាស់ប្ដូរម្ដងទៀតឥឡូវនេះនាងមើលទៅខកគ្នាទាំងស្រុងហើយស្លៀកពាក់ជាគ្រឿងសម្លៀកបំពាក់កីឡាឥឡូវនេះឈ្មោះរបស់នាងគឺអ៊ីស៊ូមីដែលជាអ្នករត់ប្រណាំងដ៏ល្បីម្នាក់ដែលគ្រប់គ្នាកោតសរសើរហ្វូងមនុស្សអបអរសាទរបានឡោមព័ទ្ធនាងដោយស្រីឈ្មោះរបស់នាងអ៊ីស៊ូមីបានរត់តាមអ្នករត់ប្រណាំងរបស់នាងម្នាក់ក្នុងចំណោមពួកគេញញឹមហើយនិយាយអ្នកតែងតែដើរលឿនសំបីតែចូលរៀនវិញក៏ដោយអ៊ីស៊ូមីមិនយល់ពីអ្វីដែលពួកគេកំពុងនិយាយអំពីប៉ុន្តែនាងមិនបានសួរទេនាងមិនចង់ដឹងទៀតទេនាងគ្រាន់តែនឹកឃើញខ្លួនឯងថាជាក្មេងស្រីតូចដែលកំពុងរត់ដោយសេរីហើយសម្រេចចិត្តគ្រាន់តែរីករាយនឹងការរត់ហើយបន្តទៅនាងបានឃើញមិត្តរួមថ្នាក់របស់នាងពីសាលាកំពុងរត់ក្បែរនាងអំឡុងពេលរត់ម៉ារ៉ាតុងប៉ុន្តែភ្លាមនោះជ្រូកបានប្រឈមមុខនឹងបុរសហើយគ្រូក៏បានដេញតាមនាងក្មេងស្រីដែលកំពុងរត់តាមអ៊ីស៊ូមីបានស្រែកទៅតាមនាងចូលក្លាហានអ្នកគឺជាមនុស្សតែម្នាក់គត់ដែលអាចគេចផុតពីពិភពលោកនេះអ៊ីស៊ូមីរត់ចេញពីផ្លូវដោយរុញខ្លួនឯងដោយកម្លាំងបន្តិចបន្តួចដែលនាងមានរហូតដល់នាងដឹងថាខ្លួនឯងជ្រៅក្នុងព្រៃឈរនៅមុខលាងងងឹតមួយនៅខាងក្នុងក្មេងស្រីចម្លែកម្នាក់បានប្រទះឃើញនាងចាប់ដៃនាងហើយនាំនាងចូលទៅក្នុងរោងភ្នំដែលក្មេងស្រីជាច្រើនអ្នកទៀតបានប្រមូលផ្ដុំគ្នាពួកគេទាំងអស់គ្នាបានមើលទៅដែលជាកន្លែងដែលក្មេងស្រីជាច្រើនអ្នកផ្សេងទៀតត្រូវបានប្រមូលផ្ដុំពួកគេទាំងអស់មើលទៅគួរឲ្យភ័យខ្លាចពួកគេស្រដៀងនឹងអ៊ីស៊ូមីប៉ុន្តែសក់របស់ពួកគេគ្រប់ដណ្ដប់មុខរបស់ពួកគេមិនស្ងប់ក្មេងស្រីដែលនាំនាងទៅទីនោះនិយាយយ៉ាងត្រចះបើអ្នកមិនស្លាប់យើងទាំងអស់គ្នានឹងស្លាប់ភ្លាមនោះនាងបានវាយប្រហារអ៊ីស៊ូមីដោយព្យាយាមសម្លាប់នាងប៉ុន្តែភ្លាមនោះអាគិបានបង្ហាញខ្លួននិងជួយសង្គ្រោះមិត្តរបស់នាងអាគិបានប្រាប់អ៊ីស៊ូមីជាបន្ទាន់ធ្វើម្ដងទៀតបន្ទាប់ពីឃ្លាមបន្តនិយាយប្រយោគនេះមិនថាមានបញ្ហាអ្វីឡើយខ្ញុំគឺមីតស៊ូកុអ៊ីស៊ូមីញាប់ញ័រនឹងច្របូកច្របល់ចាប់ផ្ដើមនិយាយម្ដងទៀតខ្ញុំគឺមីតស៊ូកុខ្ញុំជាមីតស៊ូកុម្ដងហើយម្ដងទៀតបន្តិចម្ដងសំឡេងរបស់នាងកាន់តែខ្លាំងរហូតដល់ទីបំផុត
រាងកាយរបស់នាងបានផ្លាស់ប្ដូរទៅជាទម្រង់ដើមរបស់នាងវិញនាងគឺជាមីតស៊ូកូម្ដងទៀតមីតស៊ូកូសម្លឹងមើលអាគិហើយនិយាយសូមពន្យល់គ្រប់យ៉ាងអាគិដកដង្ហើមធំហើយនិយាយយើងមិននៅក្នុងពិភពពិតទេមីតស៊ូកូកន្លែងនេះសុទ្ធតែជាការបំផ្លឹងការពិតប្រឌិតអ្នកគឺជាតួអង្គសំខាន់នៅទីនេះហើយប្រសិនបើអ្នកចង់គេចចេញពីពិភពលោកនេះអ្នកត្រូវតែដកខ្សែទាំងពីរនេះចេញពីការដៃរបស់ខ្ញុំហើយសម្លាប់ខ្ញុំនាងបានបន្តដោយស្រស់ត្រទន់នោះជាវិធីតែមួយបើអ្នកធ្វើវាខ្ញុំនឹងស្លាប់ប៉ុន្តែអ្នកនឹងត្រូវបានដុតលេងអ្នកនឹងទៅដល់មជ្ឈមណ្ឌលបញ្ជានៃពិភពលោកនេះមីតស៊ូកូគ្រវីក្បាលទាំងទឹកភ្នែកដោយបដិសេធទេខ្ញុំមិនអាចធ្វើបាបអ្នកបានទេអាគិទះនាងដោយបិទសង្ស័យធ្វើវាគ្មានវិធីផ្សេងទេយំមីតស៊ូកូត្រូវបានបង្ខំឲ្យស្ដាប់បង្គាប់នាងបានទាញខ្សែភ្លើងទាំងពីរនោះចេញរាងកាយរបស់អាគិបានបំបែកជាពាក់កណ្ដាលហើយនាងបានស្លាប់ភ្លាមនៅពេលនោះមីតស៊ូកូបានដុសលេងនាងបាក់ភ្នែកឡើងឃើញខ្លួនឯងឈរក្នុងភោជនីយដ្ឋានជាលើកដំបូងដែលមានមនុស្សប្រក់ឡោងព័ទ្ធ